សាកស្រមៃមើលថាបើអ្នកកំពុងតែដើរនៅក្នុងព្រៃដ៏ខ្មៅងងឹតមួយនៅពេលយប់ហើយអ្នកដឹងថានៅក្នុងព្រៃនោះមិនមែនមានតែអ្នកម្នាក់ឯងនោះទេនៅកន្លែងគុំព្រៃណាមួយនេះគឺមានមនុស្សចម្លែកឬក៏សត្វរាប់ពាន់ក្បាលដែលកំពុងតែលាក់ខ្លួនអ្នកមើលពួកគេមិនឃើញនោះទេហើយក៏អ្នកមិនដឹងថាពួកគេជាមិត្តឬក៏ជាសត្រូវដែរហើយរត់តែមិនដឹងថាតើពួកគេមិនដឹងអំពីវត្តមានរបស់អ្នកហើយនៅបើនៅក្នុងស្ថានភាពបែបនេះតើអ្នកនឹងបង្ហាញវត្តមានរបស់អ្នកទៅកាន់តែគេដែរឬទេឬក៏អ្នកសុខចិត្តនៅស្ងៀមដើម្បីសន្សំសុខចុះបើព្រៃមួយនេះមិនមែននៅលើផែនដីព្រៃមួយនេះគឺជាផែនដីទាំងមូលតែម្ដងព្រៃមួយនេះគឺជាចក្រវាឡទាំងមូលចុះបើគ្រប់អរិយធម៌ទាំងអស់នៅចន្លោះកាយដ៏រាយប៉ាយទាំងអស់នេះកំពុងតែនាំគ្នាលាក់ខ្លួនមិនមែនដោយសារតែពួកគេស្រឡាញ់សន្តិភាពនោះទេហើយក៏មិនមែនពួកគេមានបច្ចេកវិទ្យាខ្ពស់ឬក៏អស្ចារ្យអ្វីជាងយើងនោះដែរគឺប៉ុន្តែដោយសារការបង្កើតសម្លេងសម្បីតែបន្តិចគឺអាចនាំមកនូវសេចក្តីស្លាប់គំនិតដ៏ព្រឺព្រួចមួយនេះត្រូវបានគេស្គាល់ថាទ្រឹស្ដីព្រៃងឹតឬក៏ The Dark Forest Theory ប្រសិនបើវាមានពិតមែនភាពស្ងាត់ជ្រងំនៃអវកាសដ៏ធំធេងនេះអាចជាការព្រមានដ៏គួរភ័យខ្លាចបំផុតដែលមនុស្សជាតិមិនធ្លាប់ដឹងពីមុនមកជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនដែលកំពុងទស្សនាវីដេអូនេះទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូត1នៃកម្មវិធី What I Know ឬក៏អ្វីដែលខ្ញុំដឹងហើយនេះគឺជាវីដេអូទី1របស់ខ្ញុំនឹងលើកឡើងអំពីទ្រឹស្ដីមួយដែលមានភាពល្បីល្បាញគ្រាន់បើដែរហើយក៏ដូចជាព្រឺព្រួចផងដែរដែលគេលើកឡើងអំពីភាពស្ងាត់ជ្រងំរបស់ចក្រវាឡមួយនេះអស់រាប់ពាន់ឆ្នាំមកហើយមនុស្សជាតិយើងតែងតែសម្លឹងទៅមើលមេឃហើយចោទសួរថាតើយើងពិតជានៅម្នាក់ឯងនៅក្នុងចក្រវាឡនេះមែនឬទេមកដល់សប្តាហ៍ថ្ងៃនេះយើងដឹងថាចក្រវាឡនេះធំធេងហួសពីការគិតរបស់មនុស្សគ្រាន់តែក្នុងកាឡាក់ស៊ីរបស់ពួកយើងនេះមានផ្កាយរាប់ពាន់លានទៅហើយឯអ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថានៅក្នុងโลกនេះអាចមានកាឡាក់ស៊ីផ្សេងទៀតរាប់ពាន់លានហើយផ្កាយភាគច្រើនសុទ្ធតែមានភពរណបជុំវិញខ្លួនវាភពជាច្រើននៅក្នុងចំណោមនោះស្ថិតនៅក្នុងតំបន់អាចនឹងមានទឹកនិងអំណោយផលទៅដល់ការកកើតជីវិតបើគិតតាមទ្រឹស្ដីនិងលេខស្ថិតិជីវិតដែលមានខួរក្បាលឆ្លាតវៃគួរតែមានពាសពេញទីអវកាសតែរឿងដែលចម្លែកវិញគឺទោះបីជាយើងខំប្រឹងស្វែងរកអស់រាប់ពាន់ឆ្នាំក៏ដោយក៏យើងនៅតែរកមិនឃើញអ្វីទាំងអស់គ្មានយានអវកាសគ្មានរលកសញ្ញាគ្មានដានជើងនៃអរិយធម៌ក្រៅភពមានតែភាពទទេស្អាតនិងស្ងាត់ជ្រងំភាពផ្ទុយគ្នាមិនសមហេតុផលនេះត្រូវបានគេហៅថា Fermi Paradox វាត្រូវបានគេដាក់ឈ្មោះតាមអ្នករូបវិទ្យាលោក Enrico Fermi ដែលថ្ងៃមួយកំឡុងពេលបាយថ្ងៃត្រង់ក្នុងឆ្នាំ1950លោកបានសួរនៅសំណួរដ៏សាមញ្ញមួយថាចុះបើមានជីវិតក្រៅភពមែនតើគ្រប់គ្នាទៅណាអស់ហើយបើជីវិតវៃឆ្លាតគួរតែមាននៅគ្រប់ទីកន្លែងនោះហើយអ្វីបានជាយើងមិនទាន់ឃើញតតែសោះអ្នកវិទ្យាសាស្ត្របានព្យាយាមបកស្រាយរឿងនេះតាមវិធីជាច្រើនខ្លះថាជីវិតវៃឆ្លាតជារឿងកម្រខ្លាំងណាស់ខ្លះទៀតថាអរិយធម៌ទាំងឡាយល្មមតែលូតលាស់ដល់ចំណុចកំពូលគឺវាតែងតែបំផ្លាញខ្លួនតាមរយៈសង្គ្រាមប៉ុន្តែមានចម្លើយមួយទៀតដែលលេចធ្លោជាងគេព្រោះតែភាពគួរឲ្យភ័យខ្លាចរបស់វានោះគឺទ្រឹស្ដីព្រៃងឹតគោលគំនិតនេះចាប់ផ្ដើមល្បីខ្លាំងតាមរយៈសៀវភៅប្រឡោមលោកវិទ្យាសាស្ត្ររបស់អ្នកនិពន្ធជនជាតិចិនលោក Lu Cixin ទោះជាវាជាសៀវភៅប្រឡោមលោកប៉ុន្តែអ្នកវិទ្យាសាស្ត្រនិងអ្នកប្រាជ្ញជាច្រើនយល់ថាហេតុផលនៅពីក្រោយវាគឺជារឿងពិតដ៏គួរឲ្យខ្លាចដែលមិនអាចមើលរំលងបានទ្រឹស្ដីនេះបានចាប់ផ្ដើមដោយច្បាប់ធម្មជាតិសាមញ្ញមួយរាល់សភាវៈរស់ឬក៏គ្រប់អរិយធម៌ទាំងអស់អ្វីដែលពួកគេចង់បានបំផុតគឺការរស់រានមានជីវិតហើយបញ្ហាគឺយើងមិនអាចដឹងអំពីព័ត៌មានឬក៏ចិត្តគំនិតពិតប្រាកដរបស់អ្នកដទៃណាមួយឡើយហើយចំណុចនេះឯងដែលវាបង្កើតឲ្យមានលបែងជីវិតដ៏គ្រោះថ្នាក់មួយកើតឡើងត្រឡប់មកមើលរឿងនេះវិញយើងសាកសម័យថាមានព្រានព្រៃម្នាក់ដែលគាត់កំពុងដើរនៅក្នុងព្រៃដ៏ខ្មៅងងឹតមួយស្រាប់តែគាត់ឮសំឡេងអ្វីមួយនៅក្បែរនោះគាត់អត់ដឹងថាវាជាអ្វីទេវាអាចជាសត្វស្លូតបូតឬក៏វាអាចជាសត្វសាហាវដែលមានបំណងចង់ស៊ីគាត់ប៉ុន្តែមានរឿងមួយដែលគាត់ដឹងច្បាស់នោះគឺប្រសិនបើសភាវៈនោះឃើញគាត់មុនហើយវាជាសត្វសាហាវនោះគាត់នឹងត្រូវបានស្លាប់ភ្លាមតើជំរឿនណាដែលសុវត្ថិភាពបំផុតសម្រាប់ព្រានព្រៃរូបនេះនៅក្នុងទ្រឹស្ដីព្រៃងងឹតនេះចម្លើយគឺមានតែមួយគត់និងសាហាវបំផុតគឺត្រូវបាញ់កំទេចអ្វីទាំងអស់ដែលបង្កើតសម្លេងនោះចោលភ្លាមមុននឹងវាមកកំទេចយើង
ឥឡូវសាកយកគំនិតនេះទៅប្រើនៅក្នុងកម្រិតចក្រវាឡវិញដែលភពនីមួយៗនៅដាច់ឆ្ងាយពីគ្នារាប់ពាន់ឆ្នាំពន្លឺការផ្ញើសារត្រូវប្រើចំណាយពេលរាប់សិបរាប់រយឆ្នាំការបង្កើតទំនុកចិត្តរវាងភពពីរវិញនោះគឺជារឿងដែលមិនអាចទៅរួចទៀតទោះបីជាភពម្ខាងមើលទៅដូចជាហាក់មានសន្តិភាពនៅថ្ងៃនេះចុះរាប់ពាន់រាប់រយឆ្នាំទៅមុខទៀតបច្ចេកវិទ្យាវារីកចម្រើនទៅមុខរាល់ថ្ងៃអំណាចក៏កើនឡើងហើយចិត្តគំនិតក៏ប្រែប្រួលភពដែលគ្មានគ្រោះថ្នាក់នៅពេលនេះអាចនឹងជាឃាតករដ៏គួរឲ្យខ្លាចបំផុតនៅថ្ងៃអនាគតដូច្នេះយុទ្ធសាស្ត្រដែលឆ្លាតវៃបំផុតនិងមានសុវត្ថិភាពបំផុតសម្រាប់គ្រប់អរិយធម៌គឺការរក្សាភាពស្ងៀមស្ងាត់ហើយប្រសិនបើចៃដន្យទៅរកឃើញភពណាមួយផ្សេងទៀតនោះជំរើសដ៏ល្អបំផុតគឺកុំតិចវាចោលមុនពេលដែលវារីកធំធាត់ខ្លាចជាការគំរាមកំហែងភពនីមួយៗគឺតែងតែខ្លាចរអាពីគ្នាទៅវិញទៅមកហើយគ្មានអាណាគេហ៊ានទុកចិត្តអ្នកណាហើយគ្រប់គ្នាសុទ្ធតែដឹងថាការរារែកតែមួយផ្លែតតែមួយវិនាទីប៉ុណ្ណោះអាចនាំមកនៅមហន្តរាយដល់ខ្លួននេះគេហៅថាខ្សែសង្វាក់នៃការសង្ស័យ chain of suspicion ចុះបើពួកយើងបង្កើតកំហុសរួចទៅហើយគួរឲ្យព្រួយបារម្ភត្រង់ថាអស់រាប់សិបឆ្នាំមកនេះមនុស្សជាតិយើងបានលបដើរនៅក្នុងព្រៃងងឹតនេះផងថែមទាំងស្រែកច្រៀងលេងយ៉ាងសប្បាយឲ្យគេដឹងអំពីវត្តមានយើងទៀតយើងបានបញ្ជូនសញ្ញាវិទ្យុផ្សាយរលកសញ្ញានិងផ្ញើសារវិទ្យាសាស្ត្រផ្សេងៗទៅក្នុងលំហអាកាសជាក់ស្ដែងនៅក្នុងឆ្នាំ1974យើងបានផ្ញើសារដ៏ល្បីល្បាញមួយឈ្មោះថា Arecibo Message វាជាការបាញ់រលកសញ្ញាវិទ្យុដ៏ខ្លាំងហើយតម្រង់ទៅរកគម្រោងផ្កាយមួយនៅឆ្ងាយពីភពយើងដែលនៅក្នុងនោះមានផ្ទុកព័ត៌មានគ្រប់យ៉ាងអំពីយើងក៏ដូចជាទីតាំងភពផែនដី DNA របស់មនុស្សនិងប្រព័ន្ធគណិតវិទ្យារបស់យើងប្រាប់គេគ្រប់យ៉ាងហាក់ដូចជាកំពុងស្រែកប្រកាសប្រាប់ប្រទេសថាយើងនៅទីនេះមករកយើងមកកាលនោះមនុស្សជាច្រើនបានអបអរសាទរខ្លាំងណាស់តែអ្នកប្រាជ្ញល្បីៗជាច្រើនបែរជាភ័យបុកពោះសូម្បីតែលោក Stephen Hawking ក៏ធ្លាប់បានព័ត៌មានយ៉ាងម៉ឺងម៉ាត់ដែរថាកុំឲ្យយើងនឹងព្យាយាមតាក់ទងជាមួយពូជសាសន៍ក្រៅភពអីលោកបានប្រៀបធៀបនៅក្នុងប្រវត្តិសាស្ត្រផែនដីនៅពេលដែលអរិយធម៌ជឿនលឿនទៅជួបនឹងអរិយធម៌ខ្សោយជាងនោះលទ្ធផលគឺភាគីដែលខ្សោយតែងតែត្រូវគេជិះជាន់និងបំផ្លិចបំផ្លាញស្ទើរតែរលាយចុះបើពួកសភាវៈក្រៅភពទាំងនោះមានបច្ចេកវិទ្យាខ្លាំងជាងយើងរាប់ពាន់រាប់លានដងតើពួកគេនឹងមកជួយយើងគេមិនខ្វល់ពីយើងឬក៏គេចាត់ទុកយើងដូចជាសត្វល្អិតចឹងដែលត្រូវតែកម្ចាត់ចោលមុនពេលដែលយើងរីកដាលគ្មានអ្នកណាដឹងឡើយហើយភាពមិនដឹងនេះឯងគឺវាគ្រោះថ្នាក់បំផុតបើគិតមកដល់ចំណុចនេះភាពស្ងប់ស្ងាត់នៃចក្រវាឡប្រហែលជាមិនមែនមកពីគ្មានជីវិតផ្សេងនោះទេប៉ុន្តែវាអាចជាភស្តុតាងដែលបង្ហាញថាគ្រប់គ្នាពិតជាមានវត្តមានប៉ុន្តែគ្មានអ្នកណាហ៊ានឆ្លើយតបមកវិញនោះទេសាកសម័យពីភពរាប់ម៉ឺនរាប់សែនដែលនៅរីប៉ែពេញកាឡាស៊ីគ្រប់គ្នាកំពុងតែចាំមើលចាំស្ដាប់កំពុងតែលាក់ខ្លួនហើយគ្រប់គ្នាកំពុងតែភ័យខ្លាចពីវគ្គផ្សេងទៀតមករកឃើញនោះបើវាជាមូលហេតុដែលចក្រវាឡយើងមើលមកស្ងប់ស្ងាត់បែបប្រទេសស្អាតនិងគ្មានចលនាដូចជាពាក្យដែលចាស់គាត់តែនិយាយចឹងណានៅកាលពីសម័យមុននៅពេលដែលបងប្អូនគាត់មានអាជីពជាអ្នកប្រមាញ់សត្វនៅក្នុងព្រៃធ្វើជាម្ហូបអាហារឬក៏យកទៅលក់នោះនៅពេលដែលគាត់ចូលទៅក្នុងព្រៃយប់ឡើងគឺគាត់តែងតែធ្វើថ្នាក់ហើយឡើងទៅសំងំអង្គុយនៅលើដើមឈើមិនបញ្ចេញសំឡេងអ្វីនោះទេមិនមែនពីព្រោះតែព្រៃនេះស្ងាត់ទេប៉ុន្តែមកពីគាត់ទាំងអស់គ្នានឹងគឺដឹងហើយបើសិនជាហ៊ានបថុយធ្វើឲ្យលឺសំឡេងតែបន្តិចអ្នកផ្សេងអាចនឹងសម្លាប់គាត់សត្វផ្សេងអាចនឹងមករកគាត់ភ្លាមយើងមិនដឹងអំពីគោលគំនិតរបស់មនុស្សផ្សេងទៀតឡើយចឹងហើយយើងត្រូវតែការពារខ្លួនជានិច្ចទោះជាយ៉ាងណាទ្រឹស្ដីព្រៃងងឹតមួយនេះគ្រាន់តែជាការសន្មតប៉ុណ្ណោះនិងមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយឡើយអ្នកវិទ្យាសាស្ត្រជាច្រើនក៏បានរិះគន់វាផងដែរអ្នកខ្លះយល់ថាបើភពមួយជឿនលឿនដល់ថ្នាក់ធ្វើដំណើរឆ្លងកាត់ផ្កាយធ្វើដំណើរបានចម្ងាយឆ្ងាយបែបនេះហើយពួកគេគួរតែមានគំនិតចាស់ទុំនិងយល់ដឹងអំពីសន្តិភាពនិងការទូតជាជាងការចាំតែសម្លាប់គ្នាខ្លះទៀតថាការដើរកំទេចភពដតីរាល់តែពេលនេះគឺវាខាតបង់ដល់ធនធានមហាសាលនិងមិនចំណេញអ្វីតតែសោះហើយមានអ្នកខ្លះក៏លើកឡើងនៅហេតុផលដ៏សាមញ្ញមួយទៀតគឺមនុស្សជាតិយើងពិតជាអរិយធម៌ដំបូងគេបង្អស់មែនហើយបានកើតឡើងនៅក្នុងចក្រវាឡនេះទើបបានជាយើងរកអ្នកផ្សេងមិនឃើញឬក៏របៀបដែលពួកយើងស្វែងរកសញ្ញាគឺខុសតាំងពីដើមមកកាលពិតទៅពួកយើងនៅតែមិនដឹងអ្វីទាំងអស់
ហើយភាពអាចកំបាំងដែលមិនអាចទេទុកមុខនេះបានធ្វើឲ្យទ្រឹស្ដីនេះកាន់តែឆក់យកបេះដូងអ្នកស្ដាប់រហូតមកបាទនៅក្នុងវីដេអូនេះដែរ topic របស់យើងគឺមានតែប៉ុណ្្នឹងទេសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់កុំភ្លេចចុច subscribe ក៏ដូចជា follow នៅក្នុង Facebook ទាំងអស់គ្នាដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា